នាងមិនមែនជាថ្កាចេញទេអ្នកប្រយុទ្ធវាមានសាន់ហាញកំចង់រត់ទៀតវាមានសាន់ហាញដាំឡាយអញនៅទីនេះកុំបាត់ហលីគូតែនេះណែសាច់ច្បាងធ្វើឲ្យមនុស្សរបួសខ្លាចតែវាមិនល្អទេមនុស្សវាមានសានហើយរកឃើញទីនេះបែបណាទេមានតែសមុទ្រភ្នំឥតព្រំដែនទើបអាចរំដោះទុកពួកឯងសាច់ច្បាងធំពួកគេបាយមកជាវាមានសានហើយនោះទេរឿងធំហើយបងមករវល់ពីតកាជិញទេលើចាំខ្ញុំមិនបាននោះទេក្បាច់គុណមិនអន់តែខួរក្បាលមិនសូវល្អផ្លាប់បញ្ជាសានឲ្យក្រំទៅនាំគ្រោះដល់ខ្លួនលោកទេអ្នកដែលដណ្ដើមយកបានផ្លាប់បញ្ជានេះអាចរស់បានយូរប៉ុណ្ណាទៅមិនឡើយទេតាំងពីបុរាណមកអ្នកហាត់គុណច្រើនណាស់គឺគ្រាន់តែអាចសម្រេចបានវិញ្ញាណ5គឺមិនដែលមានមនុស្សសម្រេចបានវិញ្ញាណទី6តើឯងជាសត្វចម្លែកសត្វចម្លែកម្នាក់នេះគឺអ្នកវិមានសានហិចបង្កើតមកឋានទាំង3មិនស្ងប់ច្របូកចុកបល់មានតែសមុទ្រភ្នំឥតព្រំដែនទើបអាចរំដោះទុកពួកឯងគឺឯងជាមនុស្សដែលម្ចាស់វិមានរក3ឆ្នាំនោះអ្នកប្រយុទ្ធមេឃដែលសម្រេចវិញ្ញាណទាំង6ឯងដឹងថាម្ចាស់វិមានរកឯងយូរប៉ុណ្ណាហើយទេហេតុតែយើងរត់ចេញមកជើងមិននឹងឲ្យពួកឯងចាប់យកទៅវិញឆាប់ភ្លាមនេះគឺកម្លាំងវិញ្ញាណចិត្តរលាយហើយខ្ញុំគួរតែប្រញាប់ទៅយកប្រាក់សិនតកាជិញនាងមិនអីទេបងគូតែបំផាត់បងមកជួយខ្ញុំហើយខ្ញុំខ្លាចខ្លាំងណាស់តកាជិញខ្ញុំចៅស៊ីផាន់ចា៎ហើយខ្ញុំថាអ្នកប្រុសចៅក្រុងឈិនឈៀវពួកយើងនេះឲ្យតែមានអ្នកប្រុសចៅលោកកាពីខ្ញុំក៏យល់ថាស្ងប់ចិត្តណាស់មិនដឹកកចាស់គួពួកលោកនោះពិតជាអណ្ដាក្នុងស្នុកម្នាក់ថែ
ថ្ងៃក្រោយ ខ្លាំងក៏ពីខ្សោយសំផែនសំផលណា អេលោកនិយាយដល់រឿងនេះខ្ញុំគឺនឹកឃើញហែមសាមញ្ញនេះ សេចក្បងធំចៅព្រៃគឺបានត្រូវសួរທາງបក្រាបហើយទ្រព្យសម្បត្តិនៅសល់ទាំងអស់គិតយ៉ាងម៉េច សម្បត្តិមិនទាន់យកគឺនៅអាចមកទៀត សេចក្បងធំ ឆ្លាតគ្រប់គ្រាន់ បងប្រុសបងមិនដៃទេដូចជាមនុស្សរបស់វិមានសាន់ហើយណា ទៅចិត្តចុះអ្នកខាងក្រៅស្រួលចាត់ការនោះទេអ្នកខាងក្នុងនេះទើបពិបាកដោះស្រាយប៉ុន្តែលើកក្រែឯងស្រាលដៃតិចទៅ អូ សេចក្បង សេចក្បងធំក្រោកឡើងសេចក្បងធំដឹងខ្លួនឡើងសេចក្បងធំ សេចក្បងសេចក្បង មិនហ្នឹងសេចក្បងធំ សេចក្បងទៅវិញទៅហើយ ទៅអស់ហើយ តើតើ សេចក្បងធំ ទៅសេច មើល ក្ប មុខបង ង មើលមុខបងមើល មុខបងនោះល្អមើលណាស់ហុយ សេចក្បងហើយបានច្បងទើបតែចេញមកវិញថ្ងៃនេះលោកគ្រូសម្រាប់មកលួងចិត្តអ្នកទាំងអស់គ្នាមិនហូបទៀតទៅជាអស់ហើយ លោកពេញថ្ងៃនេះឯងទទួលខុសត្រូវមើលស្ថានភាពឯងមើលស្ថានភាពទីណាហើយ ខ្ញុំបានមើលហើយខ្ញុំមើលបន្តិចព្រោះថាពួកខ្ញុំឃ្លានពួកបងទៅមកយាមឲ្យទើបត្រឡប់មកវិញអ្នកណាទៅដឹងថាថ្ងៃលិចទើបត្រឡប់មកវិញ ឯងដឹងថាឯងធ្វើប្រហែសមួយពេលបកកគ្រោះថ្នាក់ដែរទេត្រាយមែនណា គ្រូធំហ៎នេះក្រែងពួកបងត្រឡប់មកវិញដោយសុវត្ថិភាពទេ លោកភីងតែបើឯងផ្ដោតដំណឹងឲ្យសេចក្បងធំក៏មិនអាចត្រូវទេវតាចៅវាយរបួសដែរគ្មានកម្លាំងវិញ្ញាណឯងគួរតែមានកម្លាំងភ្នែកមើលឃើញ ត្រូវហើយនឹង សំបីតែកម្លាំងភ្នែកក៏មើលមិនឃើញ កម្លាំងភ្នែកមើលបន្តិចក៏គ្ មែ មាន នហើយ បងត្រូវរបួសហ៎មិនអីទេមែនទេ ទេវតាចៅម្នាក់នោះហួសហេតុពេកហើយគេបែរជានៅលើមុខសេចក្បងធំ ហើយ ត្រូវហើយជាកំហុសរបស់ខ្ញុំធ្វើឲ្យបងបាត់បង់មុខមាត់អស់ហើយលីងជាកំហុសរបស់ខ្ញុំ ដោះយើងឲ្យឯងស៊ីឯងគ្មានចិត្តស្ដាយក្រោយទេ ភ្លឺមន់ នេះផ្លូវមន់ទៅអញតិចអស់ សេចបងពួកយើងនិយាយប្រហែលផលទៅពេលនោះខ្ញុំប្រាប់ថាខ្ញុំអនុវត្តភារកិច្ចគ្រាន់តែអាចនឹងបន្ថែមបញ្ជាបងនិងលោកគ្រូត្រូវបង្ខំមកខ្ញុំទៅបើមិនមែនសេចបងត្រូវប្រកួតឈ្នះជាមួយនឹងទេវតាចៅនោះតើថ្ងៃនេះអាចចាញ់ដែរទេខ្ញុំធ្វើជាដណ្ដើរក្នុងស្នុកមិនអាយុវែងទេ គ្មានថ្នាំអាចជួយ លបង មិនតាន់ដល់ទេសេចក្បងធំគិតយ៉ាងម៉េចទៅហូបបាយសិនទៅ ពួកយើងហូបមិនហូបណា អើមែនយកគ្នាហូបទៅហូបទៅ យើងចង់ងាប់ ហូបគ្នាចង់ងាប់ទៅហើយបកគួយឃ្លាតដែរកុំទៅដើមគ្នាវាទៅអស់គ្នាទៅ មនុស្សចង្រៃថ្ងៃនេះឯងប្រមាថខ្ញុំដូចនេះថ្ងៃក្រោយខ្ញុំប្រកាសជាមិនអាចដោះលែងឯងទេលែងជ័យយានឯងនៅទីណា ទៅឯងដើរទៅមិញនេះឯងរត់បានលឿនណាស់ហើយដូចក៏ពេលនេះគឺដើរលេងរួចទៅហើយអាយុនេះជាកន្លែងថ្មយកស្អីណោះ ជួយផងជួយផងជួយផង មើលអូមនុស្សស្រីឲ្យស្អាតទៀតផងណោះមើលនោះទៅដល់កហ្មងមើល ការនឹងខ្ញុំចំនួនតកែជីកនោះទេអី
គឺនាងហ្នឹង ត្រូវហើយ ថាការចេញខ្លាចមិនស័ក្តិសមនឹងម្ចាស់បន្ទីបញ្ជូនខ្ញុំឲ្យមករៀបការជំនួសនេះជាវត្ថុបន្តត្រកូលរបស់គ្រួសារខ្ញុំសូមប្រកាសឲ្យលោកមីហើយនាងមើលយើងថ្ងៃនេះគឺធ្វើឲ្យនាងស្លាប់បែបណាមកយើងដាក់នាងចុះមក អុយមីងអើយចាំមនុស្សទៅណាអស់ហើយយើងដែរលេងរួចហើយណាជួយផងមកតម្លាក់ចុះតម្លាក់ ស្គៀបយ៉ា អុយដល់ករបស់លបង អញហ៊ានប៉ះខ្ញុំសាក់មើល ខ្ចីលបង ប៉ះនាងយើងចង់ប៉ះនាងគឺប៉ះនាងហើយ ចាញ់ទៅកំប៉ះខ្ញុំចាញ់ទៅកំប៉ះខ្ញុំ នៅថាយើងចង់សម្ដែងល្ខោនធ្វើឲ្យបន្ទាយជួយអ៊ីងយើងត្រូវបាក់ចាយពងកំតិចអស់ហើយដោយសារតែនាងយប់នេះនាងគឺឲ្យបងប្រុសទាំងអស់គ្នាបានបញ្ចេញកំហឹងឲ្យល្អទៅឲ្យចាប់រឿងហើយយើងមើលអាយ៉ូអាយ៉យអូនាងស្រាអញ្ជើញមិនផឹកចង់ផឹកស្រាពីនេះយើងឲ្យចងជើងនាងឲ្យជាប់ឯងមិនចងអើយអើយយ៉យឯងជិះណាហ៎អញបោពីណាដឹកហ៎ណានេះមិនអីទេខ្ញុំជាកូនសិស្សទី1នៃសាលាគុនឆាន់ចៅអ៊ុយធានឈីកណ្ដុលមកពីខាងណាកណ្ដាលថ្ងៃត្រង់ហ៊ានក៏អីជួយលេងចាប់អីជួយចង្រៃយោអីជួយយើក៏មិនខ្វល់ថាពុកឯងជាដដាទេនេះយើងគឺជាจิตឯងយើងវាយវណ្ដានដៃទៅវាយលបងមិនលបងអញលបងស្លាប់មិនស្លាប់ឯងងាប់ហើយលបងត្រូវព្រួយងាប់ហើយលបងអ្នកនាងមិនអីទេតាឯងបាត់តាណាពួកឯងប្រហែលអ្នកនេះស្លាប់តាណាអស់ហើយត្បិតតែយើងម្នាក់ឯងគឺទប់ទល់នឹង10នាក់ក៏មិនអាចទប់ទល់នឹងកណ្ដុលមួយក្រុមបានដែរក្រែងលោកថាមិនឲ្យពួកឯងតាមទេឯងចង្រៃយោអ្នកប្រអ៊ុយនៅមិនអីទេអ្នកនាងខ្ជះខ្ជាចិត្តហើយខ្ញុំមិនអីទេមិនដឹងថាអ្នកនាងត្រូវរបួសឬក៏អត់ទេនេះអញ្ចឹងពួកយើងលាសិនហើយឈប់អ្នកនាងថ្ងៃនេះពួកយើងជួបដំបងគឺជាការរាប់អានស្លាប់រស់ទៅហើយប្រកាសជាមាននិស្ស័យគឺមិនធម្មតាទេទីនេះគឺមិនឆ្ងាយពីច័ន្ទចៅទេមិនដឹងថាអ្នកនាងគឺព្រមតាមខ្ញុំត្រឡប់ទៅសម្រាប់នៅផ្ទះខ្ញុំប្រហែលថ្ងៃស្នែងព្រើចិនសិននៅសំណាក់ផ្ដាល់ជូនអ្នកនាងទាំងអស់ប្រកាសជាមើលថាអ្នកនាងបានល្អអ៊ុយធានឈីនៅជាមនុស្សរបស់គ្រួសារអ៊ុយចង់ហីអ្នកនាងស្គាល់ពុកខ្ញុំដែរហានតែអ្នកប្រអ៊ុយមានចិត្តអញ្ជើញហើយឈិនសានក៏មិនហ៊ានប្រកែកដែរខ្ញុំនៅត្រូវត្រៀមប្រទេសសេះពេលនេះពួកឯងទៅត្រៀមប្រទេសសេះទៅឆាប់ឡើងអ្នកនាងត្រូវរបួសហើយហេតុអីក៏មិនត្រឡប់ទៅសាលាស្រុកប្រាប់លោកមេតបទេរឿងបន្តិចនេះមិនបានរំខានបងប្រុសទេខ្ញុំអាចដោះស្រាយខ្លួនឯងបានម្យ៉ាងទៀតចាស់វាមានសានហើយដែលប្រមាថខ្ញុំនោះខ្ញុំត្រូវតែចាប់គេដោះសរសៃផ្ទាល់ដៃទើបអាចរំសាយកំហឹងបងប្រុសសាច់បងធំក៏ដល់មកមាត់ណាស់តាំងពីដើមមកក៏ល្អចំពោះបងណាស់ដែរបងបែបនេះចំពោះគាត់ក៏គួរអាណិតណាស់ចាំមិនហើយបារម្ភពិបាកចិនបងដឹងបងអូនស្រីបងធំពេញវ័យចាស៊ីហ្វាននេះថ្មីត្បិតតែចេះរឿងបងប៉ុន្តែគេល្អគេគឺជាបរិសុទ្ធសង្ហាចិត្តស្មោះត្រង់មិនអាក្រក់នោះទេប្រៀបជាមួយបងអូនស្រីបងរៀងអន់បន្តិចប៉ុន្តែទុកថាបង្ខំទទួលយកបានឯងគឺមានខ្នងមកឯងបានទេបងទៅទីណាខ្ញុំក៏ទៅទីនោះដែរហើយបងអូនស្រីឈួនឯងមិនមែនបងអូនស្រីបងបង្កើននោះទេបងមិននឹងអាចខកខានមួយជីវិតទេគង់មានថ្ងៃណាមួយឯងត្រូវរៀបការនោះទេចំណែកបងចាំស្រាយច្បាប់នេះបានហើយសិនស្គាល់ផ្កាទេមិនអាចបដិបញ្ជាទេណារឿងថ្ងៃក្រោយចាំយីថ្ងៃនេះរវល់ពេញមួយថ្ងៃហើយឆាប់ដេកទៅ
ខ្ញុំជានដើគ្មានអ្វីមិនល្អទេរៀនតាមដើក្នុងស្នងថាមន្ទីរអាយុ100គេមិនទៅយូរហើយទេហេតុអីដល់ថាទេវតាចោលគោលើមុខរបស់ខ្ញុំនោះជាអណ្ដើងឬមួយគេគឺប៉ុន្តែគេនេះគឺសំបីតដើក៏ដើមិននឹងផងមិននឹងអាចទៅថ្ងៃនេះពិតជាសួយដល់កំពូលខ្វះតែបន្តិចអស់ពាក់កណ្ដាលជីវិតទៅហើយវាមានសានហើយពួកគេនៅតែមករកទីនអូនប្រុសទៅជាមួយខ្ញុំទៅខ្ញុំអត់ទេអត់ទេអត់ទេត្រូវរបួសហើយហេតុអីក៏បងមិនឆាប់ប្រាប់ខ្ញុំកាន់តែលាក់បាំងឯងមិនចិត្តនោះទេបងប្រុសស្កតទេបរូនេះបងគួរតែញ៉ាំទៅពេលខ្ញុំទៅជិលមកមិញនេះខ្លួនបងកំពុងតែញ័រហើយណីឯងមិនគួររត់គេចចេញមកជាមួយបងនោះទេបងគឺនាំទុកដល់ឯងអត់ទេអ្នកទាំងអស់គ្នាស្មានថាខ្ញុំជាអ្នកការពារបងប្រុសការប៉ັດខ្ញុំដឹងគេបងជាអ្នកការពារខ្ញុំរហូតមកជួយបងស្រីខ្ញុំ3 ឆ្នាំនេះខ្ញុំរស់នៅបានសុខល្អណាស់ក្មេងស្រីអាយុ10ឆ្នាំរំលឹកដល់សម្លាប់មនុស្សសុំបីតែដៃកញ័រនេះចាត់ទុកជាអ្វីទៅបងគឺជាសត្វចម្លែកបងគឺនាំទុកដល់អញទៅវិញនោះទេបងមិនមែនសត្វចម្លែកបងជាបងប្រុសរបស់ខ្ញុំមនុស្សដូចជាលោកគូនេះ